Colosseum ឬហៅថា Flavian Amphitheatre ជាសំណង់ដ៏អស្ចារ្យមួយរបស់ចក្រភពរ៉ូមដែលស្ថិតនៅកណ្ដាលទីក្រុងរ៉ូមត្រូវបានចាប់ផ្ដើមកសាងនៅក្នុងសម័យស្ដេច Vespasian និងបញ្ចប់នៅសករាជ80ក្រោមស្ដេច Titus ជារមណីយដ្ឋានធំបំផុតមួយសម្រាប់សម័យនោះ Colosseum បានបង្ហាញពីស្ថាបត្យកម្មនិងវិស្វកម្មដ៏អស្ចារ្យរបស់ប្រទេសរ៉ូមសំណង់នេះមានទំហំធំបណ្ដោយជិត190ម៉ែត្រនិងទទឹងជិត155ម៉ែត្រនិងកម្ពស់ជាង48ម៉ែត្រវាត្រូវបានកសាងពីថ្ម Travertine និងដែកដែលមានរចនាសម្ព័ន្ធរឹងមាំអាចផ្ទុកអ្នកទស្សនាបានចន្លោះពី5ដល់8ម៉ឺននាក់មានច្រកចេញចូលច្រើនលើស40កន្លែងទៀតផងដែលអាចធ្វើឲ្យមនុស្សរាប់ម៉ឺននាក់នោះចេញចូលបានយ៉ាងសេរី Colosseum ជាកន្លែងកម្សាន្តក្រៅពីនេះទៀតក៏ត្រូវបានគេប្រើប្រាស់សម្រាប់បរបាញ់សត្វប្រកួតទូកចំណែកឯខាងក្រោមវិញមានបន្ទប់សត្វច្រកនិងទ្វារសម្ងាត់នៅពេលចក្រភពរ៉ូមដួលរលំ Colosseum បានរងការខូចខាតដោយសារភ្លើងឆេះព្យុះនិងមានអ្នកយកថ្មទៅសាងសង់អគារផ្សេងៗទៀតទោះជាយ៉ាងណាមិញវានៅតែអាចរក្សាលំនឹងបានយ៉ាងរឹងមាំបន្សល់ទុកបានរាប់ម៉ឺនឆ្នាំមកសប្តាហ៍ថ្ងៃនេះ Colosseum ត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌពិភពលោក UNESCO និងជារូបសញ្ញាវប្បធម៌សំខាន់មួយរបស់ប្រទេសអ៊ីតាលីរៀងរាល់ឆ្នាំអ្នកទេសចរជាច្រើនលាននាក់ធ្វើដំណើរមកមើលសំណង់អមតៈនេះដើម្បីស្វែងយល់អំពីវិស្វកម្មបុរាណព្រមទាំងទំនៀមទម្លាប់ដ៏អស្ចារ្យរបស់ចក្រភពរ៉ូមមួយនេះ